ជាទូទៅជំងឺផ្ដាសាយផ្ដាសៃគឺជាជំងឺមួយដែលការចំហាយខ្លាំងបំផុតតែកើតលើបុគ្គលណាហើយបុគ្គលនោះតែតែធ្វើឲ្យធ្ងន់ធ្ងរបាទបើទោះជាយើងព្យាបាលជាក៏អត្រាឈឺធ្ងន់ធ្ងរហ្នឹងគឺគួរឲ្យភ័យខ្លាចដែរជំងឺផ្ដាសាយផ្ដាសៃយើងបូករួមមាន6ចំណុចសំខាន់ទី1គាត់ក្អកហត់ពិបាកដកដង្ហើមហើយបូកនឹងប្រវត្តិធ្លាប់ប៉ះមន់ឈឺសត្វឈឺឬក៏ទៅកន្លែងកសិដ្ឋានដែរគេចិញ្ចឹមសត្វហើយមានមន់សត្វឈឺក្នុងចំណុចទាំងអស់នេះយើងសង្ស័យតែម្ដងកាលណាមានក្អកហត់ពិបាកដកដង្ហើមវាអាចជំងឺកូវីដវាអាចជំងឺផ្សេងប៉ុន្តែដូចបូកជាមួយប៉ះពាល់មន់ឈឺនឹងស្លាប់ឬក៏ទៅកសិដ្ឋានឬក៏ទៅភូមិណាដែលមន់ទាស្លាប់ច្រើននេះជាលក្ខណៈដែលយើងសង្ស័យសូមបងប្អូនប្រជាពលរដ្ឋយល់ថាក្រោយពីមានអាការៈឈឺហត់ពិបាកដកដង្ហើមហើយធ្លាប់មានប្រវត្តិប៉ះពាល់សត្វឈឺមួយសប្តាហ៍មុនឬក៏5ថ្ងៃមុនត្រូវតែមកពិគ្រោះមួយគ្រូពេទ្យជាចាំបាច់ដើម្បីរកវិធានការការពារកុំឲ្យឆ្លងឬបើឆ្លងហើយរកវិធានការព្យាបាលឲ្យបានទាន់ពេលវេលាកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋយើងផងដែរជំងឺនេះឆ្លងពីសត្វមកមនុស្សអញ្ចឹងវិធានការការពារយើងត្រូវតែកុំប៉ះពាល់សត្វឈឺសត្វស្លាប់សត្វអីក៏ដោយហើយជួយអប់រំដល់កូនចៅយើងទាំងអស់គ្នានេះកុំឲ្យប៉ះពាល់មន់ឈឺមន់ស្លាប់ហើយបើសិនក្នុងភូមិឃុំណាមានមន់ឈឺស្លាប់ច្រើនយើងត្រូវរាយការណ៍ដល់ភូមិឃុំជាចាំបាច់ហើយបើមិនបានរាយការណ៍ដល់ភូមិឃុំទេយើងអាចរាយការណ៍ដល់តាមរយៈទូរស័ព្ទ115របស់ក្រសួងសុខាភិបាលដើម្បីបានចម្លើយយ៉ាងជាក់លាក់មួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការពារកុំឲ្យឆ្លងមេរោគនេះបាទសប្តាហ៍នេះមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបក្រុមការដឹកនាំរបស់ឯកឧត្តមជាតិដឹករដ្ឋសារ៉ាត់ទីប្រឹក្សាក្រសួងសុខាភិបាលក៏ដូចជាប្រធានទីសុខាភិបាលលោកតែងតែសហការគ្រប់រដ្ឋអំណាចមូលដ្ឋានគ្រប់ទាំងអស់ដោយពួកខ្ញុំចុះទៅនេះគឺយើងទៅដល់យើងត្រូវមានមេឃុំមេភូមិហើយជាទូទៅយើងមេស្រុកក៏យើងបានជួយគាត់ដែរព្រោះគាត់នេះទៅទីមួយគាត់ជារបងបាទជារបងកាលណាយើងទៅប្រជាពលរដ្ឋខ្លះគាត់មិនសប្បាយចិត្តដោយសារយើងទៅអប់រំឲ្យគាត់កប់មន់ចោលដុតមន់ចោលកំហុសកំផ្សាយគាត់ស្ដាយគាត់នៅតាមជនកន្លែងខ្លះគ្នាអត់ដែរតែអញ្ចឹងមានតែរដ្ឋាភិបាលមូលដ្ឋានគាត់ជួយបន្ថែមអញ្ចឹងក្រោយពីយើងអប់រំសុខភាពហើយរដ្ឋាភិបាលមូលដ្ឋានគាត់លូកដៃចូលដើម្បីប្រាប់ពីហេតុផលថាបើយើងហូបលេចកើតអីមន់ស្លាប់មន់ឈឺអាចគ្រោះថ្នាក់ដល់គ្រួសារទី1ទី2រដ្ឋអំណាចមូលដ្ឋានគឺជាឆ្អឹងខ្នងសម្រាប់សុខាភិបាលបានន័យថាពេលដែលយើងចុះទៅរដ្ឋអំណាចភូមិឃុំលោកត្រូវប្រមូលប្រជាជនមកទទួលសារស្ដាប់ពីការអប់រំរបស់មន្ត្រីជំនាញមន្ត្រីសុខាភិបាលក៏ដូចជាមន្ត្រីជំនាញទៅតាមស្រុកប្រតិបត្តិមួយហើយរដ្ឋអំណាចមូលដ្ឋានណាគាត់ជា key person មួយទៀតដែលជាមន្ត្រីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ត្រីសុខាភិបាលខេត្តដោយសារគាត់នៅនឹងកន្លែងយើងទៅឲ្យខ្ញុំមកវិញបាត់ពួកយើងខ្ញុំមកវិញបាត់តែគាត់នៅមួយប្រជាជនមិនថាយប់មិនថាអាទិត្យគឺគាត់ដឹងសុខទុក្ខប្រជាជនអញ្ចឹងមានរដ្ឋអំណាចមូលដ្ឋានទេដែលដឹងសុខទុក្ខជាងពួកខ្ញុំដែលជាមន្ត្រីជំនាញដូច្នេះបានមន្ត្រីសុខាភិបាលជ្រើសរើសដៃគូរដ្ឋអំណាចមូលដ្ឋានលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកដែលមានសិទ្ធិនិយាយនៅក្នុងភូមិឃុំហ្នឹងដើម្បីឲ្យគាត់ជួយសហការគ្រប់ពេលគ្រប់វេលាទាំងអស់ផងបាទ